ស្នាប់ហើយរំជួលចិត្តម្ចាស់ស្ថានីយ៍ប្រេង PTT នៅវាលវែងនិយាយទាំងអួលដមក៏ថាម្ចាស់ខ្មែរបុគ្គលិកខ្មែរជិត20នាក់ពួកគាត់ជាសិស្សនិងអ្នកស្រុកភូមិសូមបងប្អូនកាលពីម្សិលមិញនេះនាថ្ងៃទី23ខែមិថុនាឆ្នាំ2025គេឃើញលោកយ៉ាងឌៀបជាម្ចាស់ស្ថានីយ៍ប្រេង PTT សាខាស្រុកវាលវែងបានបង្ហោះសារមួយនិយាយទាំងអួលដាំក៏ថាតាំងមានភាពតានតឹងរបស់ខ្មែរនិងថៃរហូតដល់ឈានការបាត់ការនាំចូលប្រេងនិងឧស្ម័នទាំងឡាយនាំចូលពីថៃគឺគ្នឹងមានបងប្អូននិងមិត្តភក្តិជាច្រើនបានឆាតនិងខលសួរសុខទុក្ខព្រោះ PTT វាលវែងនេះទើបបោកចិត្តបាន3ខែប៉ុណ្ណោះសូមបងប្អូនជ្រាបថា PTT នេះយើងខ្ញុំចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មជាកម្មសិទ្ធិរបស់យើងជាខ្មែរតែប្រភពប្រេងពីក្រុមហ៊ុនថៃមុនពេលដែលបិទនាំចូលបន្តទៅទៀតក្រុមហ៊ុន PTT Cambodia នឹងយកប្រភពពីប្រទេសផ្សេងដោយក្រុមហ៊ុនប្រេងដទៃនៅស្រុកខ្មែរយើងដែរហេតុនេះសូមបងប្អូនមួយចំនួនតូចកុំប្រកាន់ខឹងពួកយើងដែលជាម្ចាស់និងបុគ្គលិកសុទ្ធតែខ្មែរទាំងអស់ដែលនឹងមានជិត20នាក់សម្រាប់ PTT វាលវែងពេលថែមអាហារដ្ឋានមួយទៀតនៅពេលខាងមុខនេះពួកគាត់ជាសិស្សនិងអ្នកស្រុកភូមិនៅវាលវែងនេះទេពួកយើងក៏មិនគាំទ្រជនបរទេសណាដែលមើងងាយខ្មែរដែរនិងគោរពរាល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិរបស់យើងជានិច្ចខ្ញុំសូមស្វាគមន៍បងប្អូនមកលេងវាលវែងភ្នំ1500ឬរង្វង់មូលដំរី505ឬបំពេញការងារផ្សេងក្តីអាចចូលសម្រាកឬចតទៅថតរូបនៅដំរី505និងប្រើបន្ទប់ទឹកនៅស្ថានីយ៍យើងដោយក្តីរីករាយបំផុតសូមបញ្ជាក់ផងដែរថានៅស្រុកវាលវែងខេត្តពោធិ៍សាត់យើងមានស្ថានីយ៍តេឡានិងមានតូតាល់ឆាប់ដែរដែលនឹងមានគ្រប់ជម្រើសសម្រាប់បងប្អូនក្នុងការប្រើប្រាស់សូមកុំបារម្ភបើបងប្អូនមិនចង់ចាក់ PTT ដោយក្តីគោរពនិងអរគុណដល់បងប្អូនដែលបានសួរសុខទុក្ខកន្លងមក PTT វាលវែងភ្នំ1500រង្វង់មូលដំរី505